ពោតសុទ្ធតើប្រៀបស៊ីទេស្រូវសុទ្ធតើប្រៀបស៊ីទេបាទគោរពជំរាបសួរពុកម៉ែបងប្អូនបងប្អូនតែងឆាតសួរថាលាយចំណីបែបណាធ្វើឲ្យប្រៀបធំបងប្អូនប្រៀបស្រួលលាយចំណីជាងមាន់ទេបងប្អូនគឺវាអត់ត្រូវការប្រូតេអ៊ីនហើយនិងវីតាមីនអីច្រើនដូចមាន់រាល់ថ្ងៃនោះទេហើយការលាយចំណីរបស់វាហើយចំណីរបស់ប្រៀបនឹងគឺស្រួលទេបងប្អូនគឺមានតែស្រូវពោតហើយលាយស្ដាយសៀងឬមួយក៏ស្ដាយបាយនឹងស្ដាយសៀងស្ដាយបាយនេះគឺយើងលាយតិចទេលាយតែ 10% អីទេនៃចំណីដែលយើងឲ្យវាស៊ីណាបងប្អូនហើយយើងថែទាំឲ្យបានល្អហ្នឹងគឺចំណីឲ្យបានគ្រប់គ្រាន់ហើយទឹកឲ្យស្បាក់បានគ្រប់គ្រាន់ហើយមានការសម្អាតត្រង់បងប្អូនខ្លះគាត់ឲ្យពោតស៊ីសុទ្ធក៏បានដែរបងប្អូននៅតំបន់ស្រែនៅបន់ចំការយើងមានដាំពោតដាំនេះយើងទិញពោតទុកហើយពោតធូរថ្លៃគឺយើងឲ្យស៊ីពោតសុទ្ធក៏បានដែរហើយបងប្អូនខ្លះនៅតាមតំបន់ស្រែតាមជនបទគាត់ឲ្យស៊ីស្រូវសុទ្ធអត់អីទេបងប្អូនក៏បានដែរមានលាយស្ដាយតិចតួចទៅហើយប្រៀបដែលយើងមិនដាក់ត្រង់នៅតាមជនបទគឺវាអាចទៅស៊ីសត្វតូចនៅក្នុងដីឬមួយក៏ទៅចឹកស្លឹកឈើស៊ីអានឹងសម្រាប់វីតាមីនរបស់វាបំពេញថែមតែសម្រាប់បងប្អូនយើងចិញ្ចឹមប្រៀបនៅតាមទីក្រុងចំណីគឺពិបាកបន្តិចចំណីគឺយើងត្រូវប្រើចំណីរៀងថ្លៃបន្តិចបងប្អូនពួកអីយើងទិញនៅតាមឌីប៉ូស្រូវឬមួយក៏ពោតឬមួយក៏ស្ដាយអីគឺយើងត្រូវការទិញហើយយើងមិនអាចលេងបានទេចំនៅទីក្រុងគឺអត់អាចលេងបានទេបងប្អូនគឺយើងដាក់ត្រង់វាដាក់ត្រង់ហើយចំពោះវីតាមីនហើយប្រូតេអ៊ីនហ្នឹងគឺយើងត្រូវផ្សំខ្លួនឯងបងប្អូនទៅប្រៀបយើងធំធាត់បានល្អនៅក្នុងត្រង់ខ្ញុំវិញបងប្អូនបាយសល់ហ្នឹងយើងចាប់ផ្ដើមលាយចំណីដែលយើងរៀបចំស្រេចចំណីដែលខ្ញុំរៀបចំស្រេចនោះគឺមានស្រូវមានពោតមានស្ដាយអីយើងលាយចូលគ្នាហើយហ្នឹងបន្ទាប់មកយើងបាយដែលយើងសល់ពីផ្ទះបាយហ្នឹងពេលព្រលឹមយើងដាក់បងប្អូនពេលល្ងាចកុំដាក់ណាពេលល្ងាចយើងឲ្យប្រៀបស៊ីចំណីស្ងួតហើយពេលព្រឹកនេះយើងអាចលាយជាមួយបាយទៅហើយមួយអាទិត្យយើងអាចថែមបាលអីតិចទៅបងប្អូនសម្រាប់មេបាសម្រាប់ឲ្យវាមានពងរឹងកុំឲ្យពងទន់សម្រាប់មេបាយើងយូរបងប្អូនត្រូវថែមវីតាមីនអីខ្លះដាក់ទៅនៅទិញកន្លែងពេទ្យសត្វបងប្អូនប្រាប់ថាវីតាមីនសម្រាប់ដាក់សត្វព្រៀបអញ្ចឹងគេឲ្យមកហើយបងប្អូនគេឲ្យមកហើយយើងដាក់មួយអាទិត្យម្ដងហើយទៅយើងដាក់លាយនៅក្នុងចំណីឬមួយក៏លាយឲ្យនៅក្នុងទឹកហ្នឹងក៏បានដែរចំពោះចំណីប្រៀបនេះដែរបងប្អូនប្រៀបវាអត់ស៊ីច្រើនដូចមាន់ទេវាមួយក្បាលនិយាយទៅនៅក្នុងទ្រុងខ្ញុំ60ក្បាលខ្ញុំដាក់2គីឡូក្នុងមួយថ្ងៃអញ្ចឹងមួយព្រឹកយើងដាក់1គីឡូ60ក្បាលហ្នឹងយើងចែកឲ្យគ្រប់ទៅអ្នកបន្តិចទៅហើយដល់ពេលល្ងាចឡើងម៉ោង3ម៉ោង4ហ្នឹងយើងយក1គីឡូយកទៅដាក់ម្នាក់បន្តិចសម្រាប់ប្រៀបយើងទៀតបើប្រៀបយើងមិនលេងប៉ុន្តែបើសម្រាប់ប្រៀបយើងលេងក្នុងទ្រុងតែមួយបងប្អូនព្រឹកយើងដាក់1គីឡូហ្នឹងចេះចូលឲ្យបានសពគ្រប់ទៅវាចែកគ្នាស៊ីហើយដល់ពេលល្ងាចឡើងយើងចាប់ដើមធ្វើអញ្ចឹងម្ដងទៀត1គីឡូហ្នឹងចេះទៅតាមតំបន់ស្ងួតតាមតំបន់កតោដាក់ចំណីហ្នឹងអញ្ចឹងវាស៊ីដូចគ្នាបងប្អូន